ទោះឪពុកម្ដាយល្អយ៉ាងណាពួកគាត់មិនអាចនៅជាមួយអ្នកពេញមួយជីវិតបានទេទោះបីកូនល្អយ៉ាងណាពេលធំឡើងពួកគេនឹងចាក់ចេញពីអ្នកកូនស្រីដែលអ្នកបង្កើតគឺសម្រាប់កូនប្រសាប្រុសកូនប្រុសដែលអ្នកបង្កើតគឺសម្រាប់កូនប្រសាស្រីមានតែភរិយាទេដែលពិតជារបស់អ្នកជីវិតដែលនៅសេសសល់ចូលធ្វើល្អចំពោះភរិយាបានច្រើនព្រោះបន្តិចម្ដងអ្នកនឹងឃើញថាភរិយាគឺជាអ្នកដែលមើលថែអាហារ3ពេលរបស់អ្នកជាអ្នកដែលព្រួយបារម្ភពីសម្ពាធឈាមឡើងចុះរបស់អ្នកជាអ្នកដែលរអ៊ូរទាំឲ្យអ្នកឈប់ជក់បារីឈប់ផឹកស្រាពេលអ្នកចាស់ដីលើក្រែភរិយាទេដែលជាអ្នកមិនចាក់ចេញហើយពិតជានៅជាមួយអ្នកដល់ចាស់ប្តីប្រពន្ធក្មេងคล้ายជាគូគប់ពេលចាស់តើអ្វីទៅជាគូគប់ចាស់មានតែក្រោយពេលរស់នៅជាមួយគ្នារាប់សិបឆ្នាំបានភ្លក់រសជាតិជីវិតទាំងផ្អែមល្វីងជូរចត់និងជួយគ្នាទៅវិញទៅមកទើបពិតជាយល់ថាគូគប់ចាស់គឺការស្រឡាញ់ថ្នាក់ថ្នមយល់ចិត្តជឿទុកចិត្តគោរពអត់ឱនអធ្យាស្រ័យនិងមិនបោះបង់ចោលគ្នាហើយអ្នកដែលនៅជាមួយអ្នកនោះគឺជាភរិយារបស់អ្នកទោះបីអ្នកមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏មិនប្រសើរជាងការមានគូគប់ពេលចាស់ដែរ